Vâng, nghiệp xưa bằng bồn tam vật nhưng mà mình sắp ấy từ chết chết rồi chỉ phải phần qua tới phần còn tha trà xét trà bị bạc chất cái bậc cô cục rúp cứ miền tây từ kia nâng phần còn tha nó bị đại bong xét hơi anh xét từng coi dung coi ấy anh vì mình chỉ bài há nè bàn tay còn thà bê đại bong thọt video bong ho rừng phật hay đặt xét ở trong từ miền nè ở bỏ xa tờ ở trong từ nhưng cái ta về mình chỉวิธีសាស្ត្រដោះស្រាយរឿងសេតទេនេះវាជាតែជាគំរូអាក្រក់វិញណាខ្ញុំក៏តែអញ្ចឹងនៅពេលដែលយើងផឹករហូតដល់ស្រោចខ្លួនរហូតដល់គេហៅថាធ្វើអីវាពេកណាធ្វើឲ្យមហាជនគេនឹងមើលទៅវាមិនល្អមើលហើយម្យ៉ាងទៀតវាជាគំរូអាក្រក់សម្រាប់ក្មេងៗដែលគាត់ថាអូធ្វើអញ្ចឹងទៅល្អគាត់ធ្វើអញ្ចឹងទៅសុបាយនៅពេលដែលអញសេតអញធ្វើអញ្ចឹងអញថតវីដេអូអញ្ចឹងដែរទៅអត់ល្អទេដូចរឿងបងប្អូនដែលល្បីពិសេសគឺ brand អីគឺស្រីស្អាតអីដែលគាត់ជិះឡានថតអត់ដាក់ខ្សែក្បាត់អីទាំងអស់នេះគឺខ្ញុំតែងតែនិយាយច្រើនហើយសួរថាខ្ញុំនឹងជាបកគោបែបម៉េចខ្ញុំជាអ្នកណាខ្ញុំជាមនុស្សធម្មតាសាមញ្ញដូចគ្នាគាត់ថាឃើញទៅវាមិនសមភ្នែកអីចឹងទៅខ្ញុំគាត់ថាបងប្អូនដែលមួយចំនួនមើលទៅក៏វាមិនសមដូចគ្នាដែរព្រោះកាលណាដែលបងផឹកហើយថតបង្ហោះអញ្ចឹងមិនមែនគេមើលតិចទេគេមើលច្រើនណាគេបងបង្ហោះម្ដងសរុបខេនោះអានេះជា friend ផងយើងស្គាល់បងច្បាស់អាហ្នឹងវាមិនអីណាចុះអ្នកដែលមិនស្គាល់ទៀតតែគេវាតម្លៃយើងយ៉ាងម៉េចគេវាតម្លៃប្រជាពលរដ្ឋខ្មែរយើងយ៉ាងម៉េចរដ្ឋាភិបាលយើងកំពុងតែបិទអារឿងស្រាបៀរស្រាអីហ្នឹងពិសេសរឿងផឹកតាមររង្វាន់អីហ្នឹងគឺចាប់ផ្ដើមបិទបដាហើយប៉ុន្តែហេតុអីបានបងឃើញខ្ញុំឃើញបងផឹកអាកំប៉ុងស្រាបៀរដែរដាក់กระดาษបិទប៉ុន្តែបិទអីបើយើងបើកចាក់នៅឲ្យផឹកដបឬក៏កែវអីធំអញ្ចឹងតាសួរថាបិទចិត្តអត់សួរបិទចិត្តអត់ចិត្តទេបាទអត់ចិត្តទេបងវាហើយក៏ជាមិនហើយក៏មិនមែនជារឿងល្អដែរសម្រាប់ប្រជាពលរដ្ឋខ្មែរខ្ញុំគាត់តែមានចម្ងល់មួយថាបងធ្វើរបៀបហ្នឹងដើម្បីអ្វីឬគាត់តែជាការ set ប៉ុនបងឲ្យបង្ហោះលេងសើចទេឬក៏យ៉ាងម៉េចបើដល់នេះគាត់ថាបង្ហោះលេងសើចប៉ុន្តែផឹកមែនតើអានេះផឹកមែនតើហើយបងឯងមើលរូបរាងបងឯងទៅគ្រប់វីដេអូទាំងអស់ហ្នឹងហើយនៅពេលដែលខ្ញុំនិយាយអញ្ចឹងបងឯងអាចនិយាយមកថាអេខ្ញុំនឹងទៅសុំលុយបងឯងផឹកមែនអត់ទេខ្ញុំជឿថាបងនិយាយអញ្ចឹងបើសិនជាបងច្រឡោតប៉ុន្តែនេះគាត់ជាការរិះគន់ដើម្បីស្ថាបនាប៉ុណ្ណោះដែលឃើញមិនតំណងអីចឹងទៅផឹកទៅប៉ុន្តែកុំឲ្យវាលើសកំណត់ពេកមកធម្មតាទៅហើយលេងស្ដាកៅធំហើយញាត់ហើយនោះខ្លាំងអ្នកអបអសាទរអង្គរនោះទៀតនោះសិនអ្នកធ្វើ content សិនអ្នកធ្វើ blog សិនតែអ្នកនេះអញ្ចឹងតើការផ្សព្វផ្សាយរបៀបហ្នឹងវាបានចំណេញអីដល់រដ្ឋបានចំណេញអីដល់ប្រជាពលរដ្ឋខ្មែរបានចំណេញអីដល់យុវជននៃការអប់រំអត់ទេទៅជាពលិចយុវជនខ្លះផឹកអញ្ចឹងទៅគេទៅសុបាយចិត្តទៅខ្ញុំក៏ផឹកដែរខ្ញុំក៏ចេះដែរស្អីក៏ខ្ញុំចេះដែរប៉ុន្តែអ្វីក៏ដោយនៅពេលដែលយើងប្រព្រឹត្តវាខ្លាំងពេកមើលទៅវាឆ្កំយើងមើលកម្រិតយើងតើយើងអាចទទួលបានអត់តើវាប៉ះពាល់ដល់សង្គមអត់តើយើងបង្ហោះទៅនឹងគេសរសើរយើងឬក៏គេវាតម្លៃយើងថាយ៉ាងម៉េចបាទទាំងអស់នេះគាត់ជាការចូលរួមដើម្បីស្ថាបនាទេបង
លោកខ្វះខាតអីសូមអធិស្ឋានបាទអរគុណច្រើន